សួស្តីបងប្អូនទាំងអស់គ្នាយើងមានសត្វចិញ្ចឹមយើងត្រូវតែមានទំនួលខុសត្រូវហើយនៅពេលកើតហេតុអ្វីមួយដូចជាក្នុងព័ត៌មាននេះអញ្ចឹងនៅខាងភូសានចានៅប្រទេសកូរ៉េបងប្អូនក្នុងមួយថ្ងៃយើងចិញ្ចឹមសត្វឆ្កែយើងត្រូវតែនាំវាចេញទៅក្រៅហាត់ប្រាណមួយថ្ងៃម្ដងឬក៏ពីរដងអញ្ចឹងដើម្បីបង្កើតកាត់បន្ថយ stress ព្រោះសត្វក៏វានៅតែក្នុងផ្ទះក៏វា stress ដែរអញ្ចឹងគាត់អ្នកស្រីដែលគាត់រៀបចេញទៅនេះគាត់ចាំមកឆ្កែប៊ាសេធំមានរួមវិញពេលដែលឃើញឆ្កែមួយទៀតជនរងគ្រោះដែលដើរចូលមកឆ្កែរៀងតូចជាងអញ្ចឹងក៏គាត់ជិះទៅមកខាងដែរប៉ុន្តែឆ្កែនឹងវាឃើញអាឆ្កែតូចអញ្ចឹងទៅវារបៀបដូចវាចង់ខាំអញ្ចឹងបងប្អូនវាលបោតខ្សែទៅក៏ទៅខាំម្ចាស់ជនរងគ្រោះនឹងខាំកជើងហើយខាំដៃទៀតហើយខាំឆ្កែគាត់ទៅទៀតបន្ទាប់មកទៀតក៏គាត់សុំសំណងណាគាត់ថាសុំសំណង 100% ហើយជនរងគ្រោះហ្នឹងដោយសារគាត់អត់មានខុសទេឆ្កែហ្នឹងវាទៅគ្រប់ខំគេខ្លួនឯងអញ្ចឹងហើយខាងជនដែលចិញ្ចឹមឆ្កែបែសេនេះគាត់យកព្រមទេគាត់ថាគ្មានពីណាចេញទាំងអស់ទេ7 3អញ្ចឹងទៅគាត់ចង់និយាយអញ្ចឹងហើយគាត់ថាគាត់ជនរងគ្រោះគាត់អត់បានទៅធ្វើការទេហើយថ្ងៃក្រោយទៅវាយូរទៅឆ្កែវាស្អុយទាំងកញ្ចក់នឹងទៅទៀតខំអញ្ចឹងណាគាត់ចង់ឲ្យថ្លៃព្យាបាលទាំងអស់គាត់ថាអត់មានអញ្ចឹងឯងដល់ពេលយូរទៅក៏ផ្ដល់គ្នាសម្រុះសម្រួលគ្នាទៅក៏បានចរចាគ្នាហើយមុននឹងចរចាគ្នានឹងរឿងនឹងវាវែងឆ្ងាយគាត់ក៏ហក់គេទៀតថាឆ្កែគាត់មានដាក់ស្អីសំណាញ់មាត់នេះបងប្អូនកុំឲ្យខំតែគាត់ក៏ហក់ទៀតដល់ពេលអញ្ចឹងទៅរឿងនឹងវាកាន់តែវែងចាយផ្ដល់គ្នាចុះឡើងទៅដាក់មេធាវីអីចឹងណាហើយគាត់នេះជនរងគ្រោះសំបីតែធ្វើការក៏លែងទៅដែរដល់ថ្ងៃមួយគាត់បានចេញទៅក្រៅពេលចេញទៅគាត់ជិះចដាយន្តនឹងទៅស្រាប់តែជួបឆ្កែនឹងទៀតចានៅពេលជួបឆ្កែនឹងទៀតគាត់ខ្លាចក៏គាត់ចេញមកពីចដាប្រអប់វិញចាចេញពីចដាប្រអប់វិញម្នាក់នឹងក៏ខូចទៅទៀតបងប្អូនឃើញនៅក្នុងរូបភាពអត់គឺ3ឆ្កែនឹងទៅតាមម្នាក់ជនរងគ្រោះនឹងថាឲ្យខំបច្ចេះឲ្យឆ្កែខំទៀតគាត់ក៏ទៅប្តឹងប៉ូលីសដែរប៉ុន្តែខាងប៉ូលីសនឹងក៏អត់មានដំណោះស្រាយអញ្ចឹងណាបងប្អូនមនុស្សខូចមែនតើហ្មងស្ដាច់ខូចចាសូមអរគុណនឹងជំរាបលា